សម្បត្តិបេតិកភណ្ឌរបស់ខ្មែរសំណួរទី4តើប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកសំណួរទី4តើប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណានៅទីក្រុងឈ្មោះអ្វីប្រទេសណាចម្លើយទី4ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008នៅក្រុងកេបិចប្រទេសកាណាដាជាចុងក្រោយសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំឲ្យបានគ្រប់គ្នាដើម្បីទទួលបានវីដេអូចែករំលែកអំពីចំណេះដឹងទូទៅក៏ដូចជាសំណួរចម្លើយសម្រាប់ត្រៀមប្រឡងចូលក្របខ័ណ្ឌរដ្ឋនិងសម្រាប់ត្រៀមប្រឡងផ្សេងៗទៀតផងដែរសូមអរគុណ